តាបងប្អូនឥឡូវនេះយើងរៀបចំគ្រឿងខៅយើងគ្រប់មុខហើយមិញច្រឡំចាក់ទឹកដោះគោមុនបន្តិចតែប៉ុន្តែអត់អីនៅពាក់កណ្ដាលទៀតហើយជាបន្ទាប់ហ្នឹងគឺយើងមាននេះគ្រាប់ chestnut យើងមិញហ្នឹងអាមើមថ្លុងដែលយើងធ្វើឲ្យមុនហ្នឹងឥឡូវយើងលាងទឹកសម្អាតឲ្យដាក់ឲ្យស្រស់ទឹកអញ្ចឹងណាចាលួចណាយកមកចាក់នៅក្នុងនេះតែម្ដងចាក់នៅក្នុងបង្អែមយើងទៅបង្អែមយើងគឺមានទឹកដោះគោចាទឹកដោះគោស្រស់ហើយយើងដាក់ផ្លែឈើវាអញ្ចឹងណាបងប្អូនមើលនេះគ្រាន់តែដាក់ចូលក្នុងនឹងភ្លាមគឺថាពណ៌ទឹកដោះគោជាមួយនឹងបង្អែមត្រូវជាមួយនឹងគ្រាប់ពណ៌ផ្កាឈូកទឹកក្រហមហើយនឹងបៃតងហ្នឹងគឺថាស្រស់តែម្ដងចាមើលទៅគ្រាន់ឃើញគួរចង់ញ៉ាំហ្នឹងហើយហើយឥឡូវនេះគាត់ថាយើងលាយចឹងឲ្យខ្ញុំភ្លេចដាក់ខ្នោនៅមានខ្នោមុខទៀតណាចាប៉ុន្តែឥឡូវថតជូនបងប្អូនមើលប៉ុណ្្នឹងសិនហ្នឹងហើយយើងបន្ថែមទឹកដោះគោមកចាបន្ថែមមិនថាចង់បានលបាយប៉ុណ្ណារាវខាប់អីប៉ុណ្ណាអញ្ចឹងយើងអាចសម្រាប់តាមនឹងបានអញ្ចឹងបងប្អូនចាចំពោះខ្ញុំប៉ុណ្នេះខ្ញុំគិតថាល្មមប៉ុន្តែខ្ញុំនៅបន្ថែមខ្នោទៀតនៅខ្នោចនិតចាផ្លេចទៅយកនៅក្នុងទូទឹកកកចាឥឡូវហ្នឹងគ្រាន់តែឃើញគឺថាឆ្អិនរួចរាល់ហើយចាអាចញ៉ាំបានហើយយើងភ្លក់មើលបងប្អូនចាភ្លក់មើលហើយបើសិនជាស្ទើរស្ករយើងអាចបន្ថែមស្ករតែម្ដងណាចាខ្ញុំញ៉ាំរៀងសាបបន្តិចឥឡូវហ្នឹងព្រោះអីយើងថែមទឹកដោះគោច្រើនអញ្ចឹងខ្ញុំបន្ថែមស្ករសស្ករនេះគឺស្ករអំពៅចាស្ករ organic ដែរអញ្ចឹងយើងដួសដាក់អញ្ចឹងហ្មងតែខ្ញុំអត់ចូលចិត្តដាំនៅឲ្យពុះទេព្រោះអីទឹកដោះគោយើងហ្នឹងទឹកដោះគោស្រស់កាលណាយើងដាំស្ករដាំអីញ៉ៃញ៉ៃទៅវាទៅធ្វើឲ្យឡើងក្រាមអត់ឆ្ងាញ់ហើយបើបងប្អូនចូលចិត្តខ្ទិះដូងក៏អាចដាក់ខ្ទិះដូងបន្ថែមទៅលើនឹងទៀតប៉ុន្តែខ្ញុំប្រើទឹកដោះគោ whole meal ហើយគេថា whole meal ពណ៌ក្រហមនេះអញ្ចឹងណាមិនបាច់ដាក់ទឹកដោះគោមិនបាច់ដាក់និយាយចេះតែខុសថ្ងៃហ្នឹងមិនបាច់ដាក់ខ្ទិះដូងទៀតក៏បានដែរប៉ុន្តែជាការជ្រើសរើសឲ្យបងប្អូនបើសិនបងប្អូនចូលចិត្តអាចបន្ថែមខ្ទិះដូងតាមនឹងតិចទៀតបានចាចំភ្លុកម្ដងទៀតសិនប៉ានេះល្មមចាល្មមផ្អែមហើយឆ្ងាញ់ហើយប៉ុណ្ណឹងចារួចរាល់ហើយបងប្អូនអាចញ៉ាំបានហ្នឹងណា